នៅលើ Windows បើបងប្អូនចង់ឆែកទៅលើ CPU RAM តែបងប្អូនប្រើប្រាស់អស់ប្រមាណភាគរយឬក៏កំពុងបើកកម្មវិធីខ្លះយើងឆែកទៅកន្លែងនេះ Control Shift ហើយនិង Escape តទៅទៀតវានឹងលុបទាំងមកនេះមកអញ្ចឹងយើងឆែកទីនេះបាន CPU RAM hard disk ហ្នឹងគឺយើងឆែកលើទីនេះបានយើងប្រើ CPU ប្រភេទអីបានគឺឆែកទីនេះចុះចំពោះ MacBook តើបងប្អូនឆែកនៅទីណាអញ្ចឹងយើងទៅមើលទាំងអស់គ្នាចំណែកនៅលើ MacBook វិញគឺយើងឆែកនៅក្នុងកម្មវិធីបាទគឺកម្មវិធី Activity Monitor បាទគឺនៅកន្លែងនេះយើងមានដូចនៅលើ Windows ដែរមាន CPU បាទនេះ CPU គឺវា C5% memory 16GB C អស់ 3GB ជាងអញ្ចឹងដល់ពេលយើងបើកកម្មវិធីច្រើនគឺវា C ច្រើនហ្នឹងឯងដល់តខ្ញុំបើកកម្មវិធីមួយពីរទៀតចុះខ្ញុំបើក Photoshop ដល់ទៀតខ្ញុំបើកកម្មវិធី Canva ខ្ញុំបើក CapCut អញ្ចឹងយើងទៅមើលកន្លែង Activity Monitor វិញបាទគឺវា C ទៅតាមហ្នឹងហើយដល់ពេលយើងបើកកម្មវិធី Go ចោលច្រើនហើយ VC ដល់ 5.46G អញ្ចឹងកន្លែងនេះគឺកន្លែងដែលយើងមើល Taskbar នៅលើ Windows គឺនៅលើ Mac យើងមើលលើ Activity Monitor